ខ្ញុំបង្ហាញអំពីទីម៉ូង Waterworld ថ្មីដែលទើបនឹងចូលមកបងប្អូនទីម៉ូងចំនួន4បន្ថែមទៀតដែលទីម៉ូងធ្វើមុខតាមតារាឥឡូវបងប្អូនកលេចមើលមកឆាច់សិនទៅតើទីម៉ូងទាំង4ហ្នឹងតើមុខដូចតារារូបណាខ្លះខ្ញុំថាបងប្អូនប្រកាសជាគាត់គ្រាន់តែឃើញគាត់អាចនឹងមើលស្គាល់បាទនេះគឺជាតារាចម្រៀងស្រីជួមុខលំដាប់ប្រទេសគឺកញ្ញាអ្នកនាងអុកសុគន្ធកញ្ញាហើយនេះគឺជាទីម៉ូងលោក G David បងប្អូនប្រហែលជាមើលដឹងហើយបាទហើយនៅចិត្តហ្នឹងគឺនាយពេកមីអាហ្នឹងក៏បងប្អូនប្រកាសជាមើលស្គាល់ថាជាតារាកំប្លែងប្រចាំស្រុកខ្មែរយើងដែរហើយរូបទីម៉ូងស្រីមួយទៀតនោះគឺធ្វើតាមរូបកញ្ញាពេជ្រសភាបាទគាត់ក៏ជាតារាចម្រៀងកំពូលមួយរូបដែរអញ្ចឹងក្នុងចំណោមទីម៉ូងថ្មីទាំង4រូបនេះបាទដូចជាអ្នកនាងអុកសុគន្ធកញ្ញាហើយនឹងលោក G David កញ្ញាពេជ្រសភានិងនាយពេកមីតើទាំង4ទីម៉ូងនេះដូចរូបម្ចាស់ដើមប្រមាណភាគរយដែរក្នុងមួយរូបបងប្អូនមើលទៅហើយយកទៅប្រៀបធៀបមើលបាទចំពោះរូបកញ្ញាពេជ្រសភាឃើញថារៀងស្រដៀងខ្លះដែរបាទមិនដូចទាំងស្រុងទេប៉ុន្តែចំពោះអ្នកនាងអុកសុគន្ធកញ្ញាឃើញថាដូចច្រើនបងប្អូនដូចច្រើននេះធ្វើតាមរូបតារាជួមុខប្រចាំផលិតកម្មហង្សមាសនិងជាកម្ពុជាតារានៅស្រុកខ្មែរយ៉ាងដែរនេះគឺលោក G David ហើយនាយពេកមីទីម៉ូងលោកនាយពេកមីនេះគឺមានធ្លាប់ឃើញមានគេធ្វើមុនហើយដែរតែជាងមួយគ្នាទេប៉ុន្តែគាត់ថាគេធ្វើច្រើនទីម៉ូងអញ្ចឹងណាបាទហើយនេះគឺកញ្ញាពេជ្រសភាខែថាពីមុនកញ្ញាពេជ្រសភាគាត់រៀងមានសាច់ហើយទម្រង់ច្រមុះរបស់គាត់រៀងពីដើមឡើយគឺធម្មជាតិអញ្ចឹងណាតែបច្ចុប្បន្នហ្នឹងបងស្រីពេជ្រសភាគាត់ឃើញថាគាត់រៀងមានច្រមុះរៀង slim ជាងមុនណាហើយគាត់រៀងស្គមច្រឡឹងជាងមុនជាងពីមុនមកបច្ចុប្បន្ននេះបាទនេះគឺទីម៉ូងថ្មីទាំង4របស់ Waterworld ហើយនឹងបង្ហាញខ្លួននៅក្នុងកម្មវិធីចូលឆ្នាំមួយទៀតក្នុងរដូវកាលដង្ហែទៀនវស្សានឹងបង្ហាញមុខមាត់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញហើយទីម៉ូងស្រុកស្អាងយើងបាទទីម៉ូងថ្មីទៅតែធ្វើចូលមករបស់ Waterworld បងប្អូនដែលចូលចិត្តទីម៉ូងកុំភ្លេចចាំទទួលជួបផ្ទាល់ដង្ហែនៅស្រុកស្អាងនៅតែស្រុកស្អាងហ្នឹងទេបងប្អូនបាទហើយក្នុង Waterworld ហ្នឹងគឺមានទីម៉ូងជាច្រើនទៀតមិនមែនមានតែប៉ុណ្ណឹងទេហើយភាគច្រើនហ្នឹងគឺមានយក្សច្រើនមែនតើបងប្អូនអើយទីម៉ូងយក្សច្រើនណាស់នៅ Waterworld យក្សអង្គរយក្សក្បាល3យក្សយ៉ាគូសាអីដែលដូចតែខ្ញុំបានបង្ហាញនៅក្នុងវីដេអូពីមុនបងប្អូនបានឃើញខ្លះហើយនៅក្នុងរដូវកាលថ្មីដង្ហែទេវសាទីម៉ូង Waterworld គឺថ្មីទាំងស្ទើរតែទាំងស្រុងបងប្អូនធ្វើចូលថ្មីហ្នឹងជិត30ទីម៉ូងហើយទីម៉ូងចាស់មួយចំនួនហ្នឹងវាត្រូវទឹកបុកផុយអីខូចអស់មួយចំនួនហើយដូចជាទីម៉ូងយក្សល្បីដែលធ្វើអំពីกระดาษដោយសារតែត្រូវទឹកភ្លៀងអីចឹងទៅក៏វារលួយវាទន់ណាដោយសារតែជំនាន់មុនគេធ្វើទីម៉ូងពីกระดาษស៊ីម៉ង់អញ្ចឹងនៅពេលដែលត្រូវទឹកវាខូចអត់ដូចឥឡូវទេឥឡូវគេធ្វើពីស្មាច់ហើយកន្លងមកមានទីម៉ូងវ៉ាន់ដាល្បីដែលជាទីម៉ូងតារាអញ្ចឹង Waterworld យើងតែឥឡូវនេះធ្វើចូលតារាថែម4ដួងទៀតហើយសង្ឃឹមថាក្នុងឆ្នាំនេះនឹងមានការគ្រប់គ្រងចូលចិត្តច្រើនអំពីសំណាក់បងប្អូនទាំងអស់គ្នាដែលចូលចិត្តទីម៉ូងណាបាទកុំភ្លេចចាំមើលទាំងអស់គ្នាទីម៉ូង Waterworld បានបន្ថែមតួអង្គតារាល្បីចំនួន4រូបបន្ថែមទៀតបូកជាមួយនឹងតារាចាស់
ប្រចាំវត្តវើអញ្ចឹងគឺលោកវណ្ណដាឥឡូវបន្ថែម4ទៀតហើយមានដូចជាអ្នកនាងអុកសុគន្ធកញ្ញាលោកពេកមីលោកជីដេវីតនិងកញ្ញាពេជ្រសុភាបាទហើយបើគិតទៅគឺមាន5រូបចំពោះតារាល្បីដែលគេធ្វើទិញម៉ូងតាមរូបតារាអញ្ចឹងណាបាទហើយសង្ឃឹមថាសម័យខ្លួនដូចជានាយពេកមីលោកជីដេវីតកញ្ញាពេជ្រសុភាអ្នកនាងអុកសុគន្ធកញ្ញាគាត់នឹងមិនប្រកាន់ទេបាទដោយសារតែការធ្វើនេះគឺដោយសារតែការស្រឡាញ់គ្រប់គ្រងពេញចិត្តចំពោះពួកគាត់បាទបានជាធ្វើរូបតាមអញ្ចឹងសង្ឃឹមថាគាត់នឹងមិនយកទោសហើយគាត់នឹងសប្បាយចិត្តនៅពេលដែលបានឃើញការធ្វើរូបគាត់អញ្ចឹងណាបាទហើយទីម៉ងទាំងអស់គឺជាទីម៉ងរបស់វត្តដែលចំណាយថវិកាបច្ច័យហ្នឹងពីវត្តមិនមានការជួយឧបត្ថម្ភអីពីខាងណាទេគឺជាទីម៉ងប្រចាំវត្តតែម្ដងបាទកាលពីកន្លងមកវត្តមានទីម៉ងច្រើនណាស់ប៉ុន្តែគាត់ថាមានពុទ្ធបរិស័ទក្មេងៗគាត់ដែលនិយមចូលចិត្តទីម៉ងហ្នឹងគាត់ធ្វើចូល